ok chứ nhưចូលទៅ Google ហើយយើងវាយពាក្យថា Docker Hub មក ok អញ្ចឹងនៅក្នុង Docker Hub យើងអាចចូលទៅ search មើលហើយគឺ repo របស់ខ្ញុំគឺពិសិដ្ឋសៀង97ពេលដែល enter ទៅគឺយើងនឹងឃើញមានពីរ image ទី1គឺកាទីហើយ image មួយទៀតគឺជា API អូខេអញ្ចឹងគឺខ្ញុំបាន publish ដើម្បីឲ្យអ្នកទាំងអស់គ្នាអាច pull យកទៅប្រើប្រាស់បានអូខេអញ្ចឹងឥឡូវគឺយើង focus ទៅលើកាទីអញ្ចឹងយើងចូលទៅលើកាទីអូខេហើយសម្រាប់ text គឺ version 1.2.30ហើយខ្ញុំបាន post ពី architecture ទី1គឺសម្រាប់ Linux Ubuntu ឬក៏ Linux ប្រភេទ AMD 64ហើយមួយទៀតគឺ Linux ARM 64 ARM គឺយើងអាចប្រើប្រាស់បានជាមួយនឹង MacBook អូខេអញ្ចឹងបើសិនជាអ្នកនរគ្នាអាចប្រើប្រាស់ Docker server ទៅលើ Linux ឬក៏ទៅលើ MacBook អាច pull បានវានឹង auto ចាប់ architecture ដែលយើងបានប្រើប្រាស់អូខេអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅលើ project របស់យើងហើយខ្ញុំចូលទៅក្នុងខ្ញុំទៅមើល Docker version របស់ខ្ញុំអូខេនេះគឺ Docker version ហើយខ្ញុំបានបង្កើតអឺ Docker Compose មួយដើម្បីចងវា pull image យើងប្រើប្រាស់បានអូខេយើងចូលទៅមើលយើង add Docker Compose មកអូខេអញ្ចឹងខ្ញុំសូមបញ្យល់បន្តិចតាក់ទងជាមួយនឹង Docker Compose អូខេហើយសម្រាប់ Docker Compose យើងគឺយើងចងជា service ហើយយើងមាន2 service service ទី1គឺ MariaDB អូខេហើយសម្រាប់ service ទី2គឺ service Kati app នៅលើ web នឹងហើយអូខេអញ្ចឹងសូមបញ្យល់តិចទៅតាក់ទងជាមួយនឹង MariaDB សម្រាប់ image ដែលយើងប្រើប្រាស់គឺយើងប្រើប្រាស់ image MariaDB version 10.11អូខេហើយ container name យើងដាក់ឲ្យឈ្មោះថា Kati MariaDB មកហើយ restart unless stop គឺដើម្បីពេលដែល Docker server down ហើយនឹង Docker server up គឺវានឹង auto start អូខេហើយសម្រាប់ environment គឺ time zone យើងដាក់ Asia ភ្នំពេញរបស់យើងមកហើយសម្រាប់ MariaDB root password អញ្ចឹងកន្លែងនេះគឺបើសិនជាយើងប្រើប្រាស់ជា production យើងអាចបដូរឲ្យវា security មកអានេះដោយសារតែខ្ញុំ testing ទេអូខេអញ្ចឹងវាមិនមែនជាបញ្ហាទេសម្រាប់ database យើងអាច copy user copy db copy user copy password ចឹងមកហើយសម្រាប់នេះគឺជា environment មួយចំនួនដែលខាង copy គឺតម្រូវឲ្យប្រើប្រាស់មានដូចជា buffer join buffer character set អីផ្សេងៗនេះគឺយើងត្រូវដាក់ទៅតាម environment របស់យើងនៅក្នុង copy អូខេអញ្ចឹងពេលដែលចូលដល់ page installation គឺវានឹងតម្រូវឲ្យយើងធ្វើតាមវាអូខេប៉ុន្តែនេះគឺខ្ញុំបាន test អស់ហើយខ្ញុំដាក់ environment ប៉ុណ្ណឹងគឺដើម្បីសមស្របជាមួយនឹង copy របស់យើងដែលយើងអាច pull ហើយប្រើប្រាស់បាន complete set មកអូខេហើយសម្រាប់ volume គឺយើង map volume var lib mysql ដើម្បីពេលដែល Docker server របស់យើងshut down ឬក៏ down គឺ data របស់ SQL ហ្នឹងគឺអត់បាត់ទេអូខេហើយនេះគឺជា health check វាពេលដែលវា initialize ហ្នឹងគឺដើម្បីឲ្យវាប្រើប្រាស់បានពេលដែល database វា ready អូខេហើយសម្រាប់ network គឺខ្ញុំបង្កើត network កាទីឈ្មោះថា Kati network មួយដើម្បីប្រើប្រាស់ជា bridge ដើម្បីឲ្យវាស្គាល់គ្នាអូខេមកដល់វគ្គនេះគឺជា service របស់ Kati ហើយ image គឺយើង pull កន្លែងនេះគឺ pull image ចេញពី repo របស់ខ្ញុំគឺពិសិដ្ឋសៀង97 Kati 1.2.30អញ្ចឹងវានឹង auto pull ចេញពី Docker Hub អូខេហើយនេះគឺតកតងនឹង depend on នេះតតែ MariaDB ហ្នឹងវា healthy បានវាចាប់ផ្ដើម start up នៅ Kati ហ្នឹងហើយសម្រាប់ environment គឺយើងដាក់ Asia ភ្នំពេញ time zone របស់យើងមកហើយនឹង DB host គឺ MariaDB DB name គឺ Kati DB យ៉ាងមកអូខេហើយសម្រាប់ DB root គឺ user root ហ្នឹងហើយនេះគឺ password root អូខេហើយសម្រាប់ port គឺយើង map port 83ពីខាងក្រៅឲ្យវាចូលទៅក្នុង port 80នៅក្នុង Docker ហ្នឹងអញ្ចឹងយើងអាច access ទៅលើ server ឬក៏ access ទៅលើ local host តាម port 83អូខេហើយនេះគឺជា volume ដែលយើង map ពីខាងលើមិញហ្នឹងហើយនេះគឺជា network អូខេអញ្ចឹងកុំឲ្យខាតពេលយូរយើងបាន build ជា Docker Compose ហើយយើងអាច pull យើងមកប្រើអូខេអញ្ចឹងដើម្បី pull បានយើងវាយពាក្យថា Docker Compose app ហើយយើងដក D មក
ok ពេលដែលយើងវាយមួយ comment នេះគឺវានឹង pull ពី image យកមកប្រើទី1គឺពិសិដ្ឋសៀង97ហ្នឹងមកគឺកាទីដែលខ្ញុំបាន publish លើ repo Docker Hub ហើយទី2គឺ image របស់ official របស់ MariaDB version 10.11អូខេអញ្ចឹងយើងរងចាំតិចទៅអាស្រ័យទៅលើ internet អ្នកនរគ្នាដើរលឿនទៅក៏ជឿអូខេអញ្ចឹងសម្រាប់ image របស់ខ្ញុំគឺតាម119 មេទេហើយសម្រាប់ MariaDB នេះគឺ75 មេអូខេអញ្ចឹងយើងរងចាំបន្តិចហើយនឹង complete តិចទៀតអូខេចិត្តពេញហើយអញ្ចឹងយើងបាន pull MariaDB មួយហើយមួយទៀតគឺកាទីអូខេអញ្ចឹងគឺវាកំពុងតែinitialize database អូខេឥឡូវឃើញថា database របស់យើងគឺ healthy ហើយសម្រាប់កាទីគឺ start ដែរអញ្ចឹងយើងចង់ដឹងថាតើវា run អត់យើងវាយពាក្យថា docker docker compose ps អូខេអញ្ចឹងពេលដែលយើងវាយពាក្យថា docker compose ps មានន័យថាវានឹងទៅ check មើលថាតើនៅក្នុង docker compose របស់យើងមាន service ណាខ្លះកំពុងតែ run អូខេអញ្ចឹងមាន2 service ទី1គឺកាទីហើយ service ទី2គឺកាទី database ហ្នឹងឯងអូខេនេះគឺជា image ដែលយើង pull នេះគឺជា image អូខេហើយសម្រាប់កាទី web គឺ port 83 point ទៅ port 80អូខេអញ្ចឹងយើងចូលទៅលើ web browser អូខេហើយបើសិនជាអ្នកនរគ្នា run នៅលើ Docker server យើងអាច run y IP របស់ server ទៅប៉ុន្តែនេះគឺខ្ញុំ run Docker desktop នៅលើ MacBook អូខេអញ្ចឹងខ្ញុំវាយពាក្យថា localhost ហើយយើងដាក់ port 83វិញមកអូខេអញ្ចឹងមានន័យថាកាទីរបស់យើងគឺបានចេញ page ផ្ទាំង installation អូខេអញ្ចឹងសម្រាប់ username default គឺ user admin ហើយ password គឺ admin ដូចគ្នាអូខេបន្ទាប់ពីយើង enter គឺវានឹងតម្រូវឲ្យយើង change នៅ password ថ្មីសម្រាប់ production របស់យើងខ្ញុំដាក់ current password គឺ admin ហើយ password ថ្មីរបស់យើងដាក់មកអូខេអញ្ចឹងខ្ញុំ save អូខេបន្ទាប់មកយើងចុច accept មក license agreement ហើយចុច begin អូខេអញ្ចឹងកន្លែងនេះគឺជាអ្វីដែលខាងកាទីគឺតម្រូវឲ្យយើង set up ដើម្បីឲ្យស្មើគ្នាបើសិនជាកន្លែង environment ដែលខ្ញុំបង្ហាញមិញហ្នឹងបើសិនជា environment យើងខុសគឺវានឹងតម្រូវឲ្យយើងកែតម្រូវតាមនឹងដែរអញ្ចឹងណាតែដល់ឡែកនេះកន្លែងនេះអញ្ចឹងយើងចូលទៅមើល cat មកអូខេនេះកន្លែងនេះ character set collection server default time zone ហ្នឹងបើសិនជាវាខុសវាថាទូចធៀងឬក៏ធំជាងអាហ្នឹងយើងអាចកែតម្រូវតាមហ្នឹងបានហើយយើង Docker compose down Docker compose up ទៅគឺយើងអាច check បានហើយអូខេអញ្ចឹងសម្រាប់នេះគឺខ្ញុំតេស្តអស់ហើយគឺវាដើរធម្មតាអូខេយើងចុច next មកអូខេអានេះគឺជា local database connection information យើង next មកអូខេអញ្ចឹង everything គឺ done គឺវាអត់មានបញ្ហាទេហើយយើងclick next មកអូខេឥឡូវនេះយើង tick មួយមកយើងចុច next អូខេអញ្ចឹងគឺ default profile គឺ5នាទីវាមាន30សកុង1នាទីនិង5នាទី5នាទីគឺមានន័យថារាល់ពេល5នាទីម្ដងវានឹងទៅ retrieve គេហៅ OR data ណា retrieve interval វាគឺ5នាទីដូចគ្នាអូខេហើយសម្រាប់ scan mode បើសិនជា network យើង RAM 192យើងដាក់តាមហ្នឹងទៅហើយខ្ញុំ click next អូខេអញ្ចឹងយើង next ទៀតមកតបមកយើង next ទៀតមកតមកយើង click confirm installation អូខេអូខេអញ្ចឹងគឺវាកំពុងតែចាប់ផ្ដើម installation ហើយអញ្ចឹងយើងរងចាំបន្តិចទៅអូខេអញ្ចឹងយើងឃើញថាវា complete ចុច get start មកអូខេឥឡូវនេះគឺកាទីរបស់យើងគឺបានដំណើរការហើយតកតងនឹង device របស់យើងគឺអត់ទាន់មានទេហើយយើងអាច add device នៅកន្លែងនេះមក add ថ្មីអញ្ចឹងណាហើយសម្រាប់ description យើងដាក់មក host name នេះ IP ប្រមាណហើយតកតងនឹង SNMP community string នេះយើង define ទៅតាមឧបករណ៍របស់យើងដូចជា switch ដូចជា router អញ្ចឹងយើងដាក់តាមនឹងមកអូខេយើងចុច create ទៅគឺវានឹង retrieve ព័ត៌មានមកយើងអាច create graph ឲ្យបានហើយ
អូខេនេះគឺជាការ installation ហើយសម្រាប់ការប្រើប្រាស់advanced ផ្សេងៗយើងអាចនឹងមានវីដេអូពេលក្រោយទៀត